េតុអ្វីបានជាគ្រូពេទ្យតែងតែស្នើឲ្យពិនិត្យវីតាមីន D ការខ្វះវីតាមីន D គឺជារឿងដែលជួបញឹកញាប់ប៉ុន្តែជាញឹកញាប់ត្រូវបានមើលរំលងវាមិនមែនប៉ះពាល់តែឆ្អឹងប៉ុណ្ណោះទេប៉ុន្តែប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំសុខភាពបេះដូងនិងសុខភាពផ្លូវចិត្តផងដែរការរកឃើញឆាប់និងការព្យាបាលយ៉ាងសាមញ្ញអាចជួយបង្កើនសុខភាពទូទៅបានច្រើនមូលហេតុទូទៅនៃការខ្វះវីតាមីន D រួមមានការប៉ះពាល់ពន្លឺព្រះអាទិត្យតិចពណ៌ស្បែកស្រអាប់ស្បែកចាស់ជាងវ័យជំងឺតម្រងនោមនិងថ្លើមនិងការទទួលទានអាហារកង្វះទៅដោយវីតាមីន D ផលប៉ះពាល់សុខភាពនៃការខ្វះវីតាមីន D អាចមានបញ្ហាឆ្អឹងនិងសាច់ដុំការខូចខាតប្រព័ន្ធភាពស៊ាំងាយឆ្លងជំងឺពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមសុខភាពផ្លូវចិត្តនិងមុខងារខួរក្បាលអស់កម្លាំងនិងថាមពលទាបហានិភ័យខ្ពស់នៃជំងឺធ្លាក់ទឹកចិត្តបញ្ហាមេតាបូលិកនិងជំងឺរ៉ាំរ៉ៃពាក់ព័ន្ធនឹងភាពធន់អាំងស៊ូលីនហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី2វីតាមីន D គឺជាវីតាមីនដែលរលាយក្នុងខ្លាញ់ហើយមានសកម្មភាពដូចជាអរម៉ូនមួយដែររាងកាយអាចផលិតវីតាមីន D បាននៅពេលដែលស្បែកប៉ះពាល់នឹងពន្លឺព្រះអាទិត្យអាចទទួលបានពីអាហារនិងអាហារបំប៉នផងដែរវាមានសារៈសំខាន់សម្រាប់ការស្រូបយកកាល់ស្យូមការងារប្រព័ន្ធភាពស៊ាំនិងសរីរាង្គជាច្រើនក្នុងរាងកាយបំណងល្អពីមន្ទីរពិសោធន៍ Biotrash